chân xôm nhật bản từ căn công ty về sách trung quốc đi đọc và mùi tạm nhận công ty Johan trung quốc mùi họ mới được họp ram bạn mình chết ram dân tha ram mình tôi chưa bè bạn mình chết ram dân tha ca đại bè bằng cao tây bên phần đây tạm dẹp vào mình tôi từ bè mình tôi chưa bè hai bè mình tôi lọp chia sạch chìm cứ xin lại từ lời ông chaព្រះយេស៊ូវគ្រប់របស់ទាំងអស់កើតមកដោយសារព្រះបន្ទូលជីវិតរស់មនុស្សអាចរស់បានមិនមែនតែអាហារសាច់ឈាមតែគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកព្រះបន្ទូលសំខាន់លេខ1ព្រះបន្ទូលជាប្រាជ្ញាព្រះបន្ទូលនាំឲ្យយើងរស់នៅមានការថែរក្សាមានសេចក្តីសុខពេញខ្នាតព្រះបន្ទូលកុំក៏បីឲ្យយើងបន្ថែមបន្ថយបញ្ចេញបញ្ចូលព្រះបន្ទូលហើយពួកសិស្សឬក៏ពួកសាវកមិនព្រមទុកព្រះបន្ទូលចោលដើម្បីទៅរកលុយប៉ុន្តែបាននាំគ្នាប្រុងប្រៀបស្ដាប់អធិប្បាយប្រកបគ្នាចែកចាយនៅព្រះបន្ទូលហើយនៅពេលដែលពួកគេស្ដាប់នឹងកាន់នឹងធ្វើតាមព្រះអង្គបានប្រទានព្រះពរសម្រាប់ពួកគេហើយកាលណាដែលពួកគេធ្វើការងារអ្វីនោះបងចម្រើនឡើងទាំងអស់ដូច្នេះព្រះបន្ទូលគឺជាព្រះមុននឹងយើងចូលទៅការស្ដាប់សេចក្តីអធិប្បាយយើងនឹងអានព្រះបន្ទូលពីគ្នាដែលដឹងថាព្រះបន្ទូលមិនមែនត្រង់តែជាអក្សរប៉ុន្តែគឺជាព្រះវិញ្ញាណបណ្ដាលឲ្យតែគឺជាពាក្យរបស់ព្រះគឺជាបំណងចិត្តរបស់ព្រះគឺជាការឆ្លុះបង្ហាញអំពីព្រះអង្គជាអ្នកណាមនុស្សជាអ្នកណាអរសតាំងគឺជាអ្នកណាសុភាសិតចំពុកទី16ខ1ខ្ញុំអានមួយខគ្រប់គ្នានឹងអានមួយខគំនិតចិត្តចែងក្នុងចិត្តនោះស្រេចនៅមនុស្សតែគឺព្រះយេហូវ៉ាដែលឆ្លើយសម្រេចការនោះវិញគ្រប់ទាំងយ៉ាងរបស់មនុស្សសុទ្ធតែស្អាតនៅក្នុងខ្លួនតែគឺព្រះយេហូវ៉ាដែលទ្រង់ថ្លឹងអស់ទាំងទឹកចិត្តវិញចូលទុកដាក់អស់ទាំងការឯងនៅក្នុងព្រះយេហូវ៉ាចុះនោះអស់ទាំងគំនិតរបស់ឯងបានសម្រេចព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯងទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសម្រាប់ថ្ងៃនៃសេចក្តីអាក្រក់ដែរអស់អ្នកណាដែលមានចិត្តឆ្មាំងឆ្មៃនោះជាទីស្អប់ពើមដល់ព្រះយេហូវ៉ាទោះបើព្រួតដៃគ្នាគង់តែមិនរួចពីទោសឡើយឯអំពើកំហុសនោះនឹងបានជ្រះស្អាតដោយសារសេចក្តីមេត្តានិងសេចក្តីពិតហើយមនុស្សនឹងរួចពីសេចក្តីអាក្រក់បានដោយកោតខ្លាចដល់ព្រះយេហូវ៉ាកាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគប់ដល់ប្រហាតីនៃព្រះយេហូវ៉ានោះទ្រង់ក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមិត្តនឹងអ្នកនោះដែរបើមានទ្រព្យតិចហើយមានសេចក្តីសុចរិតនោះពិសេសជាមានកម្រៃច្រើនតែមានសេចក្តីទុច្ចរិតវិញចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួនតែគឺព្រះយេហូវ៉ាដែលទ្រង់តម្រង់ជំហានគេវិញមានពាក្យទំនាយនៅព្រះនរនៃស្ដេចហើយព្រះអង្គទ្រង់នឹងមិនសម្រេចខុសក្នុងការវិនិច្ឆ័យឡើយជញ្ជីងហើយនឹងត្រាយជូរត្រឹមត្រូវនោះជារបស់ផងព្រះយេហូវ៉ាឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ក៏ជាស្នាដៃរបស់ទ្រង់ដែរបើស្ដេចប្រព្រឹត្តអំពើអាក្រក់នោះជាទីគួរសអំពើហើយបើពីបានតាំងនៅជាប់ដោយសារតែសេចក្តីសុចរិតទេឯបបោមាត់សុចរិតនោះជាទីគប់ដល់ព្រះតីនៃស្ដេចណាស់ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវសេចក្តីនៅរបស់សម្ដេចប្រៀបដូចជាអ្នកបម្រើនៃសេចក្តីស្លាប់មនុស្សមានប្រាជ្ញានឹងខំរងាប់សេចក្តីក្រោធនោះទៅកាលណាស្ដេចមានព្រះភ័ក្ត្ររីករាយនោះឯងបានជីវិតគង់នៅហើយឯព្រះគុណទ្រង់ក៏ដូចជាពពកនៅចុងរដូវភ្លៀងការដែលមានប្រាជ្ញានោះវិសេសជាងបានលះតើបានបានទៅការដែលបានយោបល់នោះគួររើសយកជាប្រាក់ទៅទៀត
ផ្លូវរបស់មនុស្សទាំងត្រង់នោះគឺជាការជៀសវាងពីអំពើអាក្រក់អ្នកណាដែលរក្សាទុកនៅផ្លូវប្រព្រឹត្តរបស់ខ្លួននោះឈ្មោះថាការពារប្រលឹងខ្លួន សេចក្តីឆ្មាំឆ្មៃនាំមកសេចក្តីអវិញ្ញាហើយចិត្តប្រហើនក៏នាំឲ្យរួចចុះដែរ ការដែលមានចិត្តសុភាពជាមួយនឹងពួកមនុស្សរៀបទៀតនោះវិសេសជាងការចាយរបបជាមួយនឹងមនុស្សអួតអាង អ្នកណាដែលរំពឹងគិតពីដំណើរអ្វីនោះនឹងបានសេចក្តីល្អចេញពីមកហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ានោះសប្បាយហើយ ហើយអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញានោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាតហើយសេចក្តីផ្អែមល្ហែមនៃបបោមាត់ក៏ចម្រើនចំណេះកាន់តែច្រើនឡើង អ្នកណាដែលមានយោបល់ហើយយោបល់នោះឯងជារន្ធទឹកនៃជីវិតដល់អ្នកនោះហើយការវាខ្យាលរបស់មនុស្សលីលើគឺជាសេចក្តីចំពោះរបស់ខ្លួនគេ ចិត្តរបស់មនុស្សរមែងចិត្តរបស់មនុស្សដែលមានប្រាជ្ញានោះបង្រៀនមាត់របស់ខ្លួនហើយក៏បង្កើតឲ្យបបោមាត់មានចំណេះកាន់តែច្រើនឡើងផង ពាក្យសម្ដីពីនោះជាដូចជាសំណុំឃុំក៏អាចដល់ប្រលឹងហើយជាថ្នាំសាសដល់ឆ្អឹងផង មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អដល់មនុស្សតែចុងបំផុតនៃផ្លូវនោះគឺជាសេចក្តីស្លាប់ ការស្រេកឃ្លានរបស់អ្នកណាដែលរកស៊ីនោះខំធ្វើសម្រាប់ខ្លួនអ្នកឯងតែបាត់មាត់ខ្លួនបង្ខំឲ្យធ្វើទៅ មនុស្សចោលមកសៀតគេគិតគូរបង្កើតការអាក្រក់ហើយនៅបបោមាត់គេមានភ្លើងក្តៅដែរ មនុស្សនេះពេលនេះគេសាបព្រោះសេចក្តីទាស់ទែងគ្នាហើយអ្នកបេះបួយក៏នាំឲ្យទាំងមិត្តសម្លាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ មនុស្សច្រឡោតគេលបួងអ្នកចិត្តខាងហើយក៏នាំទៅផ្លូវដែលមិនល្អ គេគេខ្មិចលេខដើម្បីគិតគូរបង្កើតការវាយគេខាំមាត់ខ្លួនដើម្បីនឹងគិតសម្រេចការអាក្រក់ ឯសក់ស្កូវបើឃើញនៅក្នុងផ្លូវសុចរិតនោះជាមកុដនៃកិត្តិស័ព្ទ អ្នកណាដែលយើងនឹងខឹងនោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំងហើយអ្នកណាដែលឈ្នះចិត្តខ្លួនក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀត សម្បត្តិដល់គ្នា មនុស្សតែបោះឆ្នោតទៅក្នុងថងអាវប៉ុន្តែតែសម្រាប់ទៅជាយ៉ាងណានោះស្រេចនៅព្រះយេហូវ៉ាទេ ដូច្នេះខ្ញុំសូមអញ្ជើញបងប្អូនម្នាក់ម្ដងឡើងមកដើម្បីនឹងអរគុណព្រះអង្គដែលបានលើព្រះអង្គមានបន្ទូលមកកាន់ខ្លួនតាមរយៈការអានខអំពីមួយជំពូកទី16ហើយកុំខ្វល់ថាបងប្អូនលាស់ថងនិយាយមិនព្រះអង្គនឹងបណ្ដាលបើតែបងប្អូនបានប៉ះពាល់ព្រះអង្គបានមានបន្ទូលក្នុងចិត្តបងប្អូននៅខនឹងហើយនៅភ្លេចនឹងហើយសូមបងប្អូនគ្រាន់តែក្លាហានឡើងមកព្រះវិញ្ញាណនឹងនាំឲ្យបងប្អូនប្រកាសដល់ពេលដែលមាត់ប្រកាសមិនដែរនាំមកកប់ចិត្តព្រះអង្គហើយនាំឲ្យយើងខ្លាចជំនួសដែរទទួលប្រពោនៅថ្ងៃនេះបាទសូមប្រពជិតប្រាំ សម្រាប់ខ្ញុំអរគុណព្រះអង្គនៅខទី6បើកំហុសនោះនឹងបានជាស្អាតដោយសារសេចក្តីមេត្តានិងសេចក្តីពិតហើយមនុស្សនឹងបានរួចពីសេចក្តីអាក្រក់បានដោយកោតខ្លាចដល់ព្រះយេហូវ៉ាមកគ្នាដែលព្រះអង្គមានបន្ទូលមកកាន់ខ្ញុំកន្លែងនេះខ្ញុំនឹងបានស្អាតហើយកំហុសទាំងអស់នឹងបានជាស្អាតដែលខ្ញុំកោតខ្លាចដល់ព្រះកោតខ្លាចកន្លែងនេះព្រះអង្គមានបន្ទូលមកកាន់ខ្ញុំថាស្ដាប់គាត់យើងស្ដាប់គាត់គឺជាការដែលយើងកោតខ្លាចស្ដាប់គាត់ព្រះអញ្ចឹងអ្វីដែលព្រះអង្គចង់បានគឺកូនព្រះអង្គស្ដាប់គាត់ បាទអរគុណច្រើនសែនមែនទេបាទសូមបន្តទៀតខ្ញុំឃើញថាច្បាស់ហើយគាត់ជាលើកពីចិត្តមែនទេ ចាអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលថ្ងៃនេះខ្ញុំស្រឡាញ់ព្រះបន្ទូលហើយអរគុណព្រះអង្គដែលព្រះអង្គមានសេចក្តីស្រឡាញ់មានព្រះបន្ទូលបានដល់សម្ដែងតាមរយៈបន្ទូលជាវាបម្រើព្រះអង្គតាមរយៈព្រះលីចាពេលខ្ញុំស្រឡាញ់ពេញចិត្តសំខាន់ខ1និងខ3ចាអរគុណព្រះអង្គព្រះមានបរិសុទ្ធ អាមែន អូហាឡេលូយ៉ាអរចាអាមែនអរចាសំខាន់ចាព្រះបន្ទូលបានលើកទឹកចិត្តខ្ញុំខ្លាំងមែនទេគំនិតដែលចាត់ចែងក្នុងចិត្តនោះស្រេចនំនោះតែគឺព្រះយេហូវ៉ាដែលធ្វើសម្រាប់ការ
មែនចាពីមុនខ្ញុំជឿព្រះអង្គខ្ញុំតែទៅយល់ពេលដែលខ្ញុំបានរៀនព្រឹកទូលហើយកាលដែលខ្ញុំទៅធ្វើប្រជុំទៀតក៏ខ្ញុំធ្វើគំនិតខ្លួនឯងច្រើនជាងគំនិតមែនតែពេលនេះព្រឹកទូលបានបើកសម្ដែងណាចាបើគំនិតដែលចាត់ចែងក្នុងចិត្តនោះស្រេចនឹងមនុស្សណាតែគឺព្រះយេហូវ៉ាដែលធ្វើសម្រេចការអាមែនចឹងព្រះអង្គនេះសម្រេចឲ្យយើងអេមែនយើងអត់បាច់ខំប្រឹងមែនស្រឡាញ់ព្រះអង្គគឺទុកចិត្តហើយទៅតាមហើយដូចខ3ចូលទុកដាក់អស់ទាំងការឯងនៅនឹងព្រះយេហូវ៉ាចុះនោះអស់ទាំងគំនិតរបស់ឯងនឹងបានមែនចាពីព្រះបន្ទូលនេះឲ្យដែរលើកទឹកចិត្តខ្ញុំហើយដល់ខ្ញុំមើលឃើញថាអូព្រះអង្គអស្ចារ្យហើយឲ្យយើងដឹងថាព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ហើយឲ្យយើងដឹងខ្លួនយើងថាការអ្វីៗមិនវិញយើងធ្វើទេគឺព្រះទីតាដែលធ្វើអាមែនសម្រាប់ជំនួសយើងអាមែនចាអស្ចារ្យសំខាន់មែនទេហើយដូចខ4ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯងទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសម្រាប់ថ្ងៃនៃសេចក្តីអាក្រក់ចាអញ្ចឹងបងប្អូនអាចារ្យបើសិនជាខ្ញុំកើតព្រះបន្ទូលនេះខ្ញុំមើលជាច្រើនដងហើយប៉ុន្តែព្រះអង្គបានបើកសម្ដែងខ្ញុំយល់ជាអីទេប៉ុន្តែពេលថ្ងៃនេះព្រះអង្គបើកសម្ដែងតាមរឿងប្រើព្រះអង្គនេះចាពេលដែលព្រះអង្គបើកសម្ដែងឲ្យយើងគឺល្អអត់ចាអាមែនយើងយល់ពិតជាសំខាន់ណាស់អាមែនបងតែពេញដោយព្រះវិញ្ញាណបរិសុទ្ធចាសូមប្រកាសខ្ញុំនិយាយនេះគឺព្រះអង្គឥឡូវដល់ចុងជើងហើយចាអរគុណព្រះអង្គនេះបានន័យថាយើងពេញដោយព្រះវិញ្ញាណបរិសុទ្ធកាលណាតែយើងស្រឡាញ់ព្រះវិញ្ញាណខ្លាំងប៉ុណ្ណាយើងស្រឡាញ់ដូចស្រឡាញ់ព្រះអង្គខំប៉ុណ្ណាខ្ញុំចាំព្រាបន្ទូលមួយថាខ្ញុំចាំព្រាបន្ទូលមួយថាព្រះអង្គលើកតម្កើងព្រះបន្ទូលក្នុងពុទ្ធអត្តមានព្រះអង្គអាមែនហើយនេះព្រះអង្គអូយអស្ចារ្យបើកសម្ដែងឲ្យខ្ញុំឃើញដូចជាវេកចកកំពុងតែស្ដុំចឹងអាមែនចាវេកចកឲ្យឃើញទឹកយ៉ាងថ្លាឆ្វងអាមែនឃើញព្រះពរយ៉ាងអស្ចារ្យមែនទេអាមែនលោកគុំឈប់ញ៉ាំព្រះអង្គកំពុងតែគួរស្គាល់អាមែនហាឡេលូយ៉ាចាហើយដូចអ្នកគ្រូមិញបានចាប់អារម្មណ៍ខ6ចាតែអំពើកំហុសនោះនឹងបានជាស្អាតដោយសារសេចក្តីមេត្តានិងសេចក្តីពិតរបស់មនុស្សនឹងរួចពីសេចក្តីអាក្រក់បានដោយកខ្លាចដល់ព្រះយេអាមែនចំណុចនេះឲ្យយើងដឹងថាយើងជាមនុស្សអាក្រក់ទេប៉ុន្តែសេចក្តីសម្រស់និងសេចក្តីមេត្តាករុណារបស់ព្រះអង្គបានចាប់យើងលើចាប់ផុតអីមែនផុតពីការអាក្រក់នោះអីមែនយើងអត់មនុស្សយើងពុកយើងសំតែចង់រស់ប៉ុន្តែព្រះអង្គស្រឡាញ់យើងព្រះអង្គបានលើកយើងព្រះអង្គបានលុបលាងកំហុសបានសម្អាតជំរិតយើងតាមព្រះបន្ទូលអីមែនព្រះបន្ទូលព្រះអង្គប្រាប់យើងថាឲ្យស្រឡាញ់ក្នុងស្ដាប់បើយើងស្ដាប់វាស្រួលប៉ុន្តែយើងពិបាកធ្វើមានអត់ចាប៉ុន្តែអត់តែអាចធ្វើបានយើងធ្វើបានឃើញទេចាយើងស្មើនេះបើសិនតែយើងនៅលោកបីអូពិបាកចេះពិបាកស្ដាប់បើអ្នកខ្លះប៉ុន្តែជួបការ៉ាអូខេក៏ជួបលេងណាមួយប៉ុន្តែយើងមកស្ដាប់ទៅកំពុងចាហើយយើងទទួលប្រពោព្រះបន្ទូលជាប្រពោអាមែនអស្ចារ្យទេចាព្រះអង្គមានអាមែនបាយទៅដល់ទៅកាន់ព្រះអស្ចារ្យខ្លាំងពេលដែលអ្នកគ្រូមកភ្លាមយើងបានសន្ទនាជាមួយគ្នាហើយយើងបានប្រើពាក្យមួយដល់តែអ្នកគ្រូចាប់អត់តិចទៀតទៅអ្នកគ្រូបន្ទាប់ពីស្ដាប់ព្រះបន្ទូលទៅឃើញព្រះពរហើយខ្ញុំមិនតាន់បាននិយាយផងខ្ញុំគ្រាន់តែនាំបងប្អូនអានស្រាប់តែអ្នកគ្រូគាត់អំណរខ្លាំងមែនទែន
បងប្អូនមើលទៅដូចជាប្របាក់យល់ពីលោកគ្រូតែខ្ញុំសងប្រាប់បងប្អូនថាបើសកម្មភាពនេះមិនមកពីព្រះខ្ញុំនឹងបញ្ឈប់បងប្អូនមើលឃើញគាត់និយាយសាមញ្ញប៉ុន្តែអ្វីដែលខ្ញុំឃើញគាត់និយាយអបបាញ់វិញគឺអ្នកគ្រូកំពុងតែប្រកាសជំនឿឥឡូវខ្ញុំឲ្យអត់នេះឃើញអ្នកបម្រើព្រះអង្គនិយាយសាមញ្ញខ្ញុំឃើញចិត្តនឹងមិនមែនតែសារខ្ញុំឃើញតែព្រះអង្គបានជាខ្ញុំរៀបមេរៀនផ្សេងហើយតែពេលដែលខ្ញុំចាប់ដើមណាអធិប្បាយនឹងចិត្តចប់ខ្ញុំស្ដាប់អំពីលោកគ្រូសុខេនិយាយចុងក្រោយបងបាក់បល់ចិត្តខ្ញុំចាប់ដើមរកមើលខំពីហើយបងបណ្ដាលនៅចំពោះនោះហើយនៅពេលដែលខ្ញុំជួបអ្នកគ្រូមុនហ្នឹងខ្ញុំឃើញស្ដុកមែនទេដែលប្រយគេសតាំងបន្លំហើយពេញដោយកាក់ទឹកបានចេះអ្នកគ្រូនិយាយជាច្រើនបងបណ្ដាលជាខ្ញុំថាសូមកុំភ័យចាំទៅពីឥឡូវទៅបានអ្នកគ្រូខុសបងកែត្រង់កែព្រលឹងខ្ញុំឡើងវិញត្រង់នាំខ្ញុំអ្នកគ្រូអត់ចេះកែខ្លួនឯងទេតែបងនឹងកែអ្នកគ្រូអាមែនមិញបងកែអត់បងកំពុងតែកែមិញបងនាំអត់បងកំពុងតែនាំឲ្យមាត់បើកប្រកាសព្រះបន្ទូលហើយទទួលប្រពោលរូបភាពវែកចោឃើញទឹកខ្លាឆ្វងឃើញផ្លូវដ៏ធំញោបានច្រឡំបងឲ្យបានឃើញតែគឺថាអូពេញដោយព្រះញោមសិទ្ធគ្រប់គ្នាមើលនឹងគ្នាអត់ឃើញទេប៉ុន្តែខាងឯវិញ្ញាណបញ្ជាក់ច្បាស់ពីឥឡូវទៅគ្រប់គ្នាសង្កល់មើលអ្នកគ្រូសវុតមានប្រពោលច្រើនអាមែនពីព្រោះពីមុនអ្នកគ្រូសវុតពេញដោយការចាត់ចែងហើយអត់ដឹងខ្លួនទេហើយបើសិនតែខ្ញុំទៅនិយាយពីរឿងហ្នឹងគាត់ថាគាត់ឲ្យគាត់គិតត្រូវតែធ្វើប៉ុន្តែសូមកលេចមើលបន្តិចអ្នកគ្រូក៏បានលើកឡើងដែរថាតាំងពីស្គាល់លោកគ្រូភីលីបំណិតចាត់ចែងដែលមានចាប់ដើមធ្លាក់ម្ដងទៀតថ្ងៃនេះខ្ញុំចង់ប្រាប់ថាថ្ងៃនេះបើមិនស្ដាប់អ្នកបម្រើប្រងហេតុមកបានឃើញការអស្ចារ្យនៅក្នុងចិត្តដល់ម្លឹងទេបើខ្ញុំអត់តន់និយាយផងតែព្រះអាចធ្វើគ្រប់ការទាំងអស់បានអាមែនហើយខ្ញុំបានលើកឡើងមុនអញ្ចឹងខ្ញុំបានលើកថាព្រះបន្ទូលជាអីព្រះបន្ទូលជាអីព្រះបន្ទូលជាអីព្រះបន្ទូលជាព្រះបើយើងអានព្រះបន្ទូលយើងជឿបែបនោះបងមានបន្ទូលមកកាន់យើងហើយខ្ញុំបានឃើញសុខហើយបានឡើងមកមុនហ្នឹងយ៉ាងម៉េចដែរឃើញព្រះបន្ទូលកំពុងតែមានបន្ទូលទៅកាន់គាត់ថាមិនកោតខ្លាចគឺស្ដាប់បងក៏គ្រប់គ្នាខ្ញុំសុខហើយយល់ខ្លួនឯងតែខ្ញុំចង់ប្រាប់ពាក្យថាស្ដាប់បង្កប់នេះទៅមិនជឿទទួលព្រះបន្ទូលជឿព្រះបន្ទូលហើយទទួលព្រះបន្ទូលនឹងតែស្ដាប់បង្កប់បើព្រះបន្ទូលថាតោះគ្រប់គ្នាបានស្អាតហើយបានបរិសុទ្ធហើយលែងមានបាបហើយតាមរយៈជំនឿសូមដល់ខ្លាចកុំឲ្យតាំងចិត្តរឹងឯងមានតែមិនទៀតបើព្រះបន្ទូលមានបន្ទូលទៅនឹងគ្រូសវុតថាកុំប្រឹងចាត់ចែងអីសូមគ្រាន់តែកោតខ្លាចទៅបានហើយមែនវាឲ្យជាប្រពោស្រួលបាទស្រាលហើយស្រួលវាអត់ហត់ចាពីមុនផាប់ចាំដៃខ្យល់បាទសូមគោរពអញ្ជើញទៀតអរគុណព្រះអង្គខំពីដែលប៉ះពាល់ដល់ចិត្តខ្ញុំគឺខទី16ការដែលមានប្រាជ្ញានោះពិសេសជាងបានមាសតើអំបានមកទៅការដែលបានយោបល់នោះគួររើសយកជាងបានប្រាក់ទៅទៀតខ្ញុំអរគុណព្រះអង្គបងតែងតែនាំខ្ញុំមកទទួលប្រាជ្ញាតាមរយៈការស្ដាប់ព្រះបន្ទូលហើយទទួលយោបល់ដល់ច្រើនលើសលប់ដែលលោកីមិនអាចឲ្យបានពេលជាច្រើនខ្ញុំបានចោលសិក្ខាសាលាដើម្បីមកទទួលព្រះបន្ទូលព្រះអង្គមិនមែនជាចិត្តដែលខ្ញុំចង់មកជាមួយឆ្ងាយក្តៅហត់នឿយហើយយើងជាគ្រូមិនត្រូវរត់ចោលសិក្ខាសាលាដើម្បីមកខាងសាសនានេះបើតាមគំនិតមនុស្សប៉ុន្តែខ្ញុំដឹងច្បាស់ថានៅទីនេះគឺប្រាជ្ញារបស់ព្រះមិនមែនប្រាជ្ញារបស់មនុស្សអរគុណព្រះអង្គនិយាយបាទពិសេសជាងអំបានម៉ានទៅទៀតអញ្ចឹងមនុស្សគេខំប្រឹងថ្ងៃនេះជាថ្ងៃសម្រាប់របស់គ្រួសារភីដើម្បីគេប្រកបគ្នាថ្វាយបង្គំព្រះអង្គការថ្វាយបង្គំព្រះអង្គមិនលើកដៃលើកជើងទេអ្នកទាំងគ្នាកំពុងតែថ្វាយបង្គំព្រះដោយវិញ្ញាណអីគេព្រះវិញ្ញាណបរិសុទ្ធកំពុងតែនាំយើងអាមែនទៀតដោយវិញ្ញាណនឹងសេចក្តីពិតជាអ្វីជាព្រះបរិសុទ្ធ
យើងមកស្ដាប់ព្រះបន្ទូលនៃសេចក្តីពិតតាមរយៈព្រះវិញ្ញាណបើកសំណាញ់នោះឯងជាការថ្វាយបងប្អូនអញ្ចឹងបានជាខ្ញុំអរគុណព្រះអង្គដែលបងមានបន្ទូលទៅកាន់សិហួរថាអ្វីដែលសិហួររើសមកនោះពិសេសហើយពិសេសជាងមាសជាងប្រាក់បាទសូមក្រុមជ័យទៀតអរគុណ អរគុណព្រះអង្គព្រះបន្ទូលនេះគឺពិសេសទាំងអស់ទាំងពីខ1រហូតដល់ចប់អញ្ចឹងអរគុណព្រះអង្គខ្ញុំព្រះអង្គមានបន្ទូលខ្ញុំនៅខ8និងខ9បើមានទ្រព្យតិចហើយមានសេចក្តីសុចរិតនោះពិសេសជាងមានកម្រៃច្រើនតែមានសេចក្តីទុច្ចរិតវិញចិត្តរបស់មនុស្សតែងរមែងគិតសម្រេចផ្លូវរបស់ខ្លួនតែគឺព្រះយេហូវ៉ាដែលទ្រង់តម្រង់ជំនាញគេវិញអរគុណព្រះអង្គខ្ញុំអត់ចង់បកស្រាយតែខ្ញុំស្រឡាញ់ខ2ហ្នឹងហើយបានខ2គឺបានឆ្លុះបញ្ចាំងអំពីជីវិតការរស់នៅហើយកាន់តែឲ្យខ្ញុំឃើញថាព្រះបន្ទូលព្រះអង្គគឺជាព្រះបន្ទូលដ៏ពិតហើយបើសិនយើងយកព្រះបន្ទូលជឿតាមព្រះបន្ទូលនេះយើងនឹងមានសេចក្តីអំណរមានសេចក្តីសុខយ៉ាងពេញខ្នាតដោយសារព្រះបន្ទូលព្រះអង្គអរគុណព្រះអង្គបាទអាមែនអញ្ចឹងមានទ្រព្យសម្បត្តិតិចតែមានសេចក្តីសុចរិតពិសេសហើយនៅពេលដែលយើងមានសេចក្តីសុចរិតខ8ប្រាប់ថាម៉េចព្រះអង្គអ្នកតម្រង់អ្នកដែលគ្មានសេចក្តីសុចរិតនៅព្រះគ្មានអ្នកណាតម្រង់ទេមានតែរុញមែនអត់អរិយមកដើម្បីលួចសម្លាប់ហើយបំផ្លាញតែនៅពេលដែលយើងមានសេចក្តីសុចរិតនៃព្រះទោះបីយើងមានទ្រព្យសម្បត្តិតិចក៏ដោយប៉ុន្តែយើងមានអ្វីដែលពិសេសជាងគេពីព្រោះយើងមានព្រះដែលចាប់តម្រង់ជំហានយើងដូចសួរដែរថាមានទ្រព្យសម្បត្តិតិចពិសេសដែលរើសបានអីប្រាជ្ញានិងយោបល់ប្រាជ្ញាគឺជាព្រះបន្ទូលយោបល់គឺជាការផ្ដល់ឲ្យចេញពីអ្នកបម្រើព្រះអង្គនោះឯងដែលពិសេសអញ្ចឹងយើងថ្ងៃនេះគ្រប់គ្នាដែលបានឮព្រះបន្ទូលថ្ងៃនេះហើយជឿទទួលបបអត់អាមែនហើយខ្ញុំអត់តាន់បាននិយាយទេគឺព្រះបន្ទូលអ្នកនិយាយទៅកាន់អ្នករាល់គ្នាអាមែនវាឥឡូវទៅបើអ្នករាល់គ្នាជឿបែបនោះគ្រប់គ្នាអានព្រះបន្ទូលមិនមែនអានកពីទេតែមនុស្សចានអានកពី10ចប់មិនដែលឮព្រះអង្គមានបន្ទូលពីព្រោះអីពីព្រោះគេខ្ញុំអានខកពី1ជូនបងប្អូនពីព្រោះគេខ្ញុំអានជូនសុភាសិតចំពុក13ខ13បងប្អូនគាត់ចំណាំផងពីនេះទុកសុភាសិតចំពុក13ខ13អ្នកណាដែលមើលងាយព្រះបន្ទូលនោះនឹងនាំឲ្យខ្លួនត្រូវវិនិច្ឆ័យពេលដែលខ្ញុំអធិប្បាយព្រះបន្ទូលអ្នករាល់គ្នាមានចិត្តរឹងអត់ស្ដាប់ព្រះបន្ទូលតាមរយៈខ្ញុំអ្នករាល់គ្នាមិនបានមើលងាយធីភីលីបទេអ្នករាល់គ្នាកំពុងតែមើលងាយព្រះបន្ទូលតែនៅពេលដែលអ្នកគ្រូព្រមជឿព្រះបន្ទូលដែលខ្ញុំនាំឲ្យអានព្រះបន្ទូលនេះអ្នកគ្រូបានសារភាពមិញថាអ្នកគ្រូអានច្រើនដងប៉ុន្តែមិនដែលមានការបើកសម្ដែងបងប្អូនគ្រប់ទាំងការបើកសម្ដែងព្រះអង្គប្រើតាមរយៈអ្នកបម្រើព្រះជួនកាលម្ដងម្កាលនៅក្នុងយើងដែរប៉ុន្តែមិនមែនគ្រប់ពេលទេឥឡូវខ្ញុំអត់បានធ្វើអីទេមិញតែគ្រប់គ្នាគ្រាន់តែជឿអានកពីតាមខ្ញុំបែរជាលឺព្រះអង្គមានបន្ទូលស្មានទេគ្រប់គ្នាមិនបានមើលងាយព្រះបន្ទូលបានទទួលព្រះបន្ទូលអ្នកណាដែលមើលងាយព្រះបន្ទូលនោះនឹងនាំឲ្យខ្លួនត្រូវវិនិច្ឆ័យតែអ្នកណាដែលកោតខ្លាចដល់ក្រឹតវិន័យនោះនឹងបានរង្វាន់វិញអាមែនបងប្អូនពាក្យថាមើលងាយព្រះបន្ទូលបើន័យថាព្រះអង្គតែងតែមានបន្ទូលជាមួយមនុស្សដែលព្រះអង្គនៅជាមួយដូចព្រះអង្គបានមានបន្ទូលតាមចិត្តខ្ញុំឲ្យបងប្អូនអានកាពីមិញហើយបងប្អូនចាប់ដើមឃើញនោះបងប្អូនមានរង្វាន់កាលណាព្រះអង្គមានបន្ទូលទៅកាន់អ្នកគ្រូសវុតមិញអ្នកគ្រូសវុតថាអូនៅព្រះមេផ្សត់អូមានអំណរមិនតែមិនអ្នកគ្រូសវុតនឹងចាំអត់ភ្លេចទេខនហើយនឹងទៅប្រាប់គេកុំប្រឹងគិតទៀតមករយព្រះ 100% អាមែនថាមួយចៃហើយនឹងប្រាប់គេទុកចិត្តព្រះនេះខ្ញុំមានគំរូទុកចិត្តព្រះអង្គចែកព្រះអង្គជាព្រះដែលសន្យាអត់ចេះកុហកទេចឹងពីឥឡូវទៅសូមចាំដែលយើងបានរស់នៅក្នុងប្រកូនហើយកុំមើលងាយព្រះបន្ទូលពាក្យថាមើលងាយព្រះបន្ទូលគឺមិនយកដាក់ជាមួយនឹងព្រះបន្ទូល
từng cả án từng cả stop bắt khoa nếu ai để dừng cầm bông tay cái thang prem tú là na cá tị bái đấy ai bọc group clip không ai chỉ nghe phong vậy vì khai đăng nan này phong nếu ai để bong bồn 10.000 prem bón mà tay nóไปได้สู่chưa prem túสู่เคยกะอาจารย์ច្រើនមែនទេទៅពេលដែលគ្រូសវត្តធ្វើជាម្ដាយខ្ញុំបានប៉ុន្តែប្រែមកជឿព្រមទូលអត់មើងងាយព្រមទូលការអស្ចារ្យសំបីតែមិនសួរថាមាសប្រាក់ដូរបានទេស៊ីម៉ូននៅក្នុងគម្ពីរកិច្ចការនៅពេលដែលឃើញពេត្រុសនឹងយ៉ូហានដាក់ដៃលើពួកជំនុំពេញនៅព្រះយេស៊ូវរត់ទៅយកមាសក្នុងប្រាក់សូមឲ្យខ្ញុំបានអំណាចនឹងផងដើម្បីឲ្យខ្ញុំដាក់ដៃលើគេហើយគេទទួលបានព្រះវិញ្ញាណបរិសុទ្ធពេត្រុសថាម៉េចសូមឲ្យអ្នកវិន័យជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នកទៅហើយនៅនឹងមានសេចក្តីវេទនាស៊ីម៉ូនលឺអូសូមបរទៅព្រះក៏បើខ្ញុំវេទនាជាមួយនឹងទ្រព្យសម្បត្តិជាមួយនឹងសូមឲ្យព្រះអង្គលើកលែងតឲ្យផងបាទអញ្ចឹងបងប្អូនខ្ញុំបញ្ជាក់ព្រះបន្ទូលដើម្បីរំលឹកបងប្អូនតិចទៀតខ្ញុំអធិប្បាយព្រះបន្ទូលសំខាន់អញ្ចឹងដល់ពេលដែលមកព្រះបន្ទូលបងប្អូនគាត់តែចូលស្ដាប់តាមទម្លាប់ដឹងលឺឲ្យថ្ងៃនេះខ្ញុំនឹងអធិប្បាយព្រមទូចង់ស្ដាប់ក៏បានមិនចង់ស្ដាប់បានមិនមែនមើលងាយខ្ញុំទេហើយខ្ញុំក៏ឈប់តមកនោះដែរខ្ញុំក៏ឈប់ហៅថាអូមកដែរប៉ុន្តែបើព្រះអង្គបណ្ដាចិត្តខ្ញុំនឹងនិយាយតាមព្រះអង្គពីព្រោះមិនមែនមើលងាយខ្ញុំទេមើលងាយព្រមទូហើយមើលងាយព្រមទូអ្នកវិន័យមិនមែនខ្ញុំវិន័យអ្នកគ្រូសវុតបើនៅមកស្ដាប់ព្រះបន្ទូលបរាប់តាំងពីអតីតមុនមកដល់ឥឡូវពពោតិចណាស់មិនមែនប្រឹងធ្វើទេគាត់ស្ដាប់ហើយទទួលពពោសូម្បីតែព្រឹកមិញក៏ទទួលពពោនៅវិហារដែរហើយខ្ញុំប្រាប់ថាមិនប្រឹងទេបើត្រូវជួបក៏ជួបទៅតែបើជួបហើយកុំឲ្យលើសម៉ោងផ្សាយពុំម៉ោង11ចេញមកហើយម៉ោង1មកដល់លើឲ្យបានទិញដូងញ៉ាខ្ញុំនិយាយអំរើទេមិនខ្ញុំស្រឡាញ់ទឹកដូងទេតែខ្ញុំស្រឡាញ់ទឹកចិត្តបាទអូខេមានទៀតតែបងប្អូនដែលបងមានបន្ទូលឲ្យសូមឡើងមកតិចទៀតខ្ញុំនឹងអធិប្បាយតែមិញខ្ញុំគាត់នឹងបញ្ជាក់ថាកុំមើលងាយព្រះបន្ទូលនាំឲ្យខ្លួនមានបាទមានសុំជ័យទៀតនៅខទី8ក៏មានប្រតិទហើយមានសេចក្តីសុចរិតនោះពិសេសជាងមានកម្រៃច្រើនតែមានសេចក្តីទុច្ចរិតនោះអញ្ចឹងអ្វីដែលព្រះបានទូមកទ្រព្យសម្បត្តិដែលព្រះគុណសម្រាប់យើងនោះពិសេសជាងទ្រព្យដែលយើងបានបង្កើតថាខំប្រឹងណែសេះអាមែនបងប្អូនឃើញតែពិតយើងដឹងខនឹងដល់នេះប៉ុន្តែព្រះអង្គមានបន្ទូលទៅកាន់គាត់ហើយខ្ញុំប្រាប់ថាកុំប្រឹងគិតឲ្យគាត់ឡើងមកនិយាយតាមព្រះអង្គមានបន្ទូលមកបងប្អូនចាប់ពាក្យមិញតន់លើកទឹកចិត្តមែនទែនពេលនេះថាម៉េចទ្រព្យសម្បត្តិដែលព្រះអង្គគាត់គុំមកយើងពិសេសជាងទ្រព្យសម្បត្តិដែលយើងប្រឹងរកទៅខ្លួនឥឡូវថ្ងៃមុននៅគ្រូសវុតសូមព្រះអង្គតែ200ព្រះអង្គឲ្យ320ហ្នឹងណានៅគ្រូសវុតប្រាក់ខែប៉ុន្មានបាទ400ស្មានគាត់ធ្វើប្រាក់មួយខែនៅគ្រូសវុតគាត់តែស្ដាប់បង្កប់ព្រះអង្គមកទេពិសេសហើយនេះបងគុតគង់បើនេះតែមិនបងគុតគង់បងដឹងថាយើងត្រូវការអីអញ្ចឹងគុំក៏បើយើងប្រឹងរហូតដល់យើងភ្លេចរហូតដល់យើងគ្មានពេលស្ដាប់ព្រះបន្ទូលនោះនាំឲ្យយើងមានបញ្ហាគេកពីស្ពេសិតចំពុក13ខ13 5មិននាំឲ្យខ្លួនត្រូវវិន័យឲ្យគេទ្រព្យសម្បត្តិនាំឲ្យយើងវិន័យតែព្រះនាំឲ្យយើងឲ្យគេទទួលព្រះពរហើយសួរថាតើប្រហែលអ្នកដែលបានដូចនៅគ្រូសវុតមិញអូខ្ញុំពេញព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្នាស្ដាប់ទៅដូចទៅដកទំនងសោះបងប្អូនគាត់អសប្បាយមួយព្រះបន្ទូលគាត់បានមកនិយាយថាអូអាទិត្យមុនខ្ញុំបាន300ជាងទេគាត់មកឡើងនេះខ្ញុំស្រឡាញ់ព្រះបន្ទូលខ្ញុំស្រឡាញ់ព្រះបន្ទូលគាត់បានមកនិយាយអីផ្សេងក្រៅពីព្រះបន្ទូលនេះឯងដែលចង់បង្ហាញហ្នឹងហើយគាត់បានបញ្ជាក់ទៀតព្រះបន្ទូលនេះខ្ញុំអានអត់មានការបោកសម្ដែងតែទៅមិញហើយគាត់បញ្ជាក់រូបគ្នា
phải chỉ stop ở sâu lưng nhưng mình chưa thay tạm diện nè mà ra cái à lần chưa cũng đi ăn luôn này chọn một lẽ chặt ở đây có chọn đây nhóm đây kìa bây tôi lấy nè nhưng trăm đời chúng mới là cruise kênh đã ăn tao bớt nè còn đã ăn tao bớtปุ๊บ nhưng tôi mới ăn tao bớt để con đã hai sạp choปุ๊บ khơi cả có thể nó phải để con đã ăn tao bớt ở riêng nó không trống tôi bay có ăn copy nên cái đó cho nó ngặt chừng để chăm nè ra bóng cứ chả xăm mày nhỉ đấy nó mà dễ khơi đẹp chừng chả đỏ chả có một miếng tiền tôi mà mình chỉ đừng không này tại chỉ đừng này nhôm chọi bom bồn chặt đâm từ tu bật phổ và prem tu chụp đẹp mình nhôm để prem tu chụp đẹp bây giờ ăn prem tu dừng lưu quang mình tu quang bất chim mình tu mà dừng mình tại dưới cũng tăng chặt rừng tiền tôi xa bàn lương làm mình clay club ông cũng áo mình sẽ chặt cho được không prem hay bảo xa chưa lại nè mơ tổng bơ xa ọt sầm nóm đây và đây bảo xa chưa prem tu xa miền đây sẽ chỉ đất xa miền đây có phải cũng sẽ vì sao chừng này là miền tây chừng này lời ọt là miền tây chừng